បាទជំរាបសួរបងប្អូនថ្ងៃនេះថ្ងៃទី5វិច្ឆិកាហើយតម្លៃស្រូវក៏នៅតែបន្តធ្លាក់ថ្លៃដែរមិនទាន់មានភាពល្អប្រសើរណាទេខ្ញុំគិតថាចំពោះបកប្រជាជនក្នុងនាមជាបកកណ្ដាលអំណាចច្រើនឆ្នាំរបស់ខ្មែរជាង30ឆ្នាំហើយត្រូវតែពិចារណាចំពោះមន្ត្រីទាំងឡាយដែលធ្វើការពាក់ព័ន្ធជាមួយនឹងការទទួលខុសត្រូវរឿងតម្លៃស្រូវនេះតើគួរតែបន្តឲ្យពួកគេធ្វើការបន្តទៀតឬមួយក៏ត្រូវតែដកចេញតែម្ដងព្រោះមកទល់ពេលនេះតម្លៃស្រូវមិនល្អប្រសើរហើយពលរដ្ឋកំពុងតែជួបការលំបាកដូច្នេះគួរមើលទៅថាតើមន្ត្រីណាដែលមានប្រយោជន៍ពិតប្រាកដក្នុងការធ្វើការទាំងអស់នេះឬមួយក៏គ្រាន់តែមានចំនួនមន្ត្រីច្រើនតែគ្មានលទ្ធផលការងារពួកយើងជាពលរដ្ឋខិតខំធ្វើការដើម្បីបងពុនចូលរដ្ឋអ្វីដែលយើងត្រូវការគឺការធ្វើការរបស់រាជការឲ្យមានប្រសិទ្ធភាពជាពិសេសគឺការរកទីផ្សារតម្លៃស្រូវហ្នឹងឲ្យសមរម្យចំពោះពួកយើងក៏ប៉ុន្តែមកទល់នឹងពេលនេះលទ្ធផលការងារមិនទាន់ល្អប្រសើរហើយពួកពលរដ្ឋក៏កំពុងតែជួបការលំបាកដូច្នេះចំពោះខ្ញុំគិតថាប្រជាជនគួរតែពិចារណាមើលមន្ត្រីក្រមអាវ៉ាទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងការរកទីផ្សារជូនពលរដ្ឋនេះថាតើគួរបន្តឲ្យពួកគេបន្តការងារទៀតឬមួយក៏យ៉ាងណាប្រសិនបើកាត់បន្ថយចំនួនមន្ត្រីហើយទុកតែមន្ត្រីណាដែលមានគុណភាពពិតប្រាកដក្នុងការងារខ្ញុំគិតថាវាល្អប្រសើរហើយវាជួយកាត់បន្ថយការចំណាយរបស់ជាតិទៀតគឺជាពិសេសគឺថវិកាជាតិទុកសម្រាប់មន្ត្រីណាដែលមានសមត្ថភាពធ្វើការពិតប្រាកដជាងមន្ត្រីច្រើនតែអត់ប្រយោជន៍ណាដូច្នេះសង្ឃឹមថាសារនេះជូនទៅកាន់ប្រជាជនក្នុងការពិចារណាតើគួរតែបន្តឲ្យមន្ត្រីច្រើនធ្វើការឬមួយក៏កាត់បន្ថយចំនួនមន្ត្រីទុកមន្ត្រីដែលមានសមត្ថភាពពិតប្រាកដព្រមទល់ពេលនេះអ្វីដែលអ្វីដែលនេះកំពុងតែរងទុកនោះគឺតម្លៃស្រូវធ្លាក់ថ្លៃមិនថាតម្លៃស្រូវទេតម្លៃដំឡូងឬមួយក៏ឆ្វែកចន្ទីក៏បន្តធ្លាក់ថ្លៃដែរ